ថ្ងៃនេះខ្ញុំមកបង្រៀនពួកយើងតទៀតទាក់ទងមួយ exercise បន្តទៀតតែថ្ងៃនេះគូ variable ជា data type ទាក់ទងមួយ string ទាក់ទងមួយ integer ទាក់ទងមួយ boolean ជា data type ណាអញ្ចឹងគូបង្កើត file មួយសិនណាបង្កើត file មួយបន្តមកទៀតគូដាក់ចេះទៅណាគូដាក់ជា set1 ណាគូ set1 is equal ចេះមកចាំសេក្រោយណាអូខេអញ្ចឹងកន្លែងនេះគូដាក់ថា apple ជាដែរណា apple អញ្ចឹង apple កន្លែងនេះគូដាក់ថាជាដូចជា banana ចុះណា banana កន្លែងគូដាក់ cherry អូម៉ា cherry អញ្ចឹងកន្លែងនេះ set to គូ limit ដែរ set to equal អីគេណាអញ្ចឹងគូដាក់ជាលេខម្ដងអញ្ចឹងជាលេខគូដាក់លេខ1អញ្ចឹងមកលេខ5អញ្ចឹងលេខ7លេខ9លេខ3អូម៉ាអញ្ចឹងតោះនេះវាសតឲ្យយើងណាតោះមកទៀតគូដាក់ set 3 equal អីដែរនេះ set 3 equal អញ្ចឹងឃើញ equal true false ទៅតែយើងជា boolean មែនទេណាចេះទៅមួយ true ណា true false ហើយនឹង false ទៀតអូម៉ាជាអូម៉ាទេណាអញ្ចឹងកន្លែងហ្នឹងនៅពេលដែលយើង variable set 1 set 2 set 3យើងត្រូវ print តម្លៃទាំង3ហ្នឹងណា print នៃគេនេះយើងមិនត្រូវ print set 1 set 1ឡើយនេះ set 1ឡើយណា print set 1ហើយយើងត្រូវ print set អីទៀតមិន print set 2ណាពួកយើងណានេះ set 2ណាពី set 2ឡើយនេះ print set 2ហើយយើងត្រូវ print set 3 print set 3ណា set 3ណាប៉ុណ្ណឹងតមកទៀតខាងនេះគូបញ្ជាឲ្យទៀតដែលយើងបោះ command ឲ្យទៅកុំឲ្យពួកយើងថានឹងខោអីគេអានឹងខោជា string integer ណា integer and boolean and boolean ចឹងគូបញ្ជាក់ថា data type đâyហ្នឹង data type đâyនេះ data type ចឹងដល់ពេលដែលយើងបង្កើត variable ជា set 1 set 2 set 3 3ហ្នឹងបន្ទាប់មកទៀតមួយជា string មួយទៀតជា integer មួយទៀតជាចំនួនពុតមួយទៀតជា boolean ណា true និង false ពិតនិងមិនពិតអញ្ចឹងនៅពេលហ្នឹងយើងត្រូវការ save មួយសិនអូខេយើងចេះ save ទៅអូម៉ាណាយើង save មួយអញ្ចឹងនៅពេលដែលយើង save ហើយយើងត្រូវការ run ណាយើងត្រូវការ run បញ្ជាក់ថាវាមិនអានេះវាសតាមលំដាប់នេះវាដូច switch ចឹង switch នៅពុនអូខេពួកយើងមកកន្លែងនេះអានេះវានៅពេលដែលយើង set 1 set 2 set 3អញ្ចឹងវា print value ឲ្យមកចឹងហើយវា print អញ្ចឹងមើលនៅពេលដែលយើងបង្កើតជា string វា print មកអញ្ចឹងហើយបង្កើតជា integer វាជាចំនួនពុតមកអញ្ចឹងហើយ boolean វាមកអញ្ចឹងដែរអញ្ចឹងវា true false នេះទាក់ទងជាមួយនឹងvariable data type ណា data type វាមាន string មាន integer មាន boolean មាន data type ហ្នឹងឯងវាជា data type ទាំងអស់ជា data type វាមានច្រើននេះប៉ុន្តែគូលើក3ហ្នឹងដើម្បីឲ្យយើងយល់ណាចូល string អានេះហៅជា string អានេះវាជា integer អានេះវាជា boolean ណាអញ្ចឹងវាជា exercise មួយតែងាយៗទេណាអញ្ចឹងគូបោះ command ខាងលើនេះពួកយើងមើលបន្ថែមទៀតទៅហើយចាំជួបគ្នានៅលំហាត់ក្រោយទៀតហើយចឹងហាត់ប៉ុណ្ណឹងចុះពួកយើងគូចេញប៉ុណ្ណឹងចុះហើយចាំបន្តទៀតណាចឹង goodbye ណា